ព្រះអានន្ទ Ananda គឺជាព្រះអរហន្តមួយអង្គក្នុងព្រះពុទ្ធសាសនាដែលត្រូវបានគេស្គាល់ថាជាអ្នកថែរក្សាធម៌គូទ្រង់ជាជីតកៃបុត្រនៃអមតោទនៈដែលជាបងប្អូនរបស់ព្រះសកមុនីនិងជាប្អូនជីដូនមួយរបស់ព្រះពុទ្ធព្រះអានន្ទបានក្លាយជាសាវកមួយអង្គដ៏សំខាន់និងជាអ្នកបម្រើព្រះពុទ្ធបន្ទាប់ពីព្រះអង្គត្រាស់ដឹងតួនាទីនិងការរួមចំណែកចម្បង 1. អ្នកបម្រើព្រះពុទ្ធព្រះអានន្ទធ្វើជាអ្នកបម្រើផ្ទាល់របស់ព្រះពុទ្ធអស់រយៈពេល25ព្រះវស្សាដោយថែរក្សាព្រះអង្គនិងជួយសម្រួលការបង្រៀនព្រះធម៌ 2. អ្នកចងចាំព្រះសុត្តនបដកព្រះអានន្ទមានសមត្ថភាពចងចាំព្រះសូត្រជាច្រើនដែលព្រះពុទ្ធទ្រង់សម្ដែងដែលក្រោយមកបានក្លាយជាផ្នែកសំខាន់នៃគម្ពីរព្រះត្រៃបិដក 3. ការរួមចំណែកក្នុងសង្គីនាក្រោយពីព្រះពុទ្ធចូលបរិនិព្វានព្រះអានន្ទបានចូលរួមក្នុងសង្គីនាលើកដំបូងការប្រមូលព្រះធម៌ដោយសម្ដែងព្រះសូត្រជាច្រើនដែលទ្រង់បានស្ដាប់ពីព្រះពុទ្ធ 4. ការគាំទ្រព្រះភិក្ខុនីព្រះអានន្ទបានជួយរារាំងព្រះពុទ្ធឲ្យទទួលស្គាល់សង្ឃភិក្ខុនីនាងភិក្ខុនីដែលជាហេតុធ្វើឲ្យព្រះពុទ្ធសាសនាសម្របសម្រួលដល់ស្ត្រី 5. ការបង្រៀនព្រះធម៌ទ្រង់បានផ្សព្វផ្សាយព្រះធម៌យ៉ាងច្រើននិងជាគ្រូដ៏សំខាន់សម្រាប់ព្រះសាវកថ្មីព្រះអានន្ទត្រូវបានគេគោរពថាជាឧទាហរណ៍នៃការដឹងគុណសេចក្តីស្រឡាញ់និងការតស៊ូដើម្បីព្រះធម៌ទ្រង់ត្រូវបានគេចាត់ទុកថាជាសាវកដ៏សំខាន់មួយអង្គដែលជួយរក្សានិងផ្សព្វផ្សាយព្រះពុទ្ធសាសនាឲ្យរីករាលដាល